ស្រីនៅតំណនេះថៃមានដំណឹងពិសេសមួយតទៅជាមួយនឹងកម្មវិធី EPC Skill សម្រាប់ nurse ឬក៏យ៉ាងហៅថា Career Pajika ដោយសារតែយើងទើបតែមានការសហការធំមួយជាមួយក្រុមហ៊ុនអាមេរិកក្នុងការធានាបេក្ខជនដែលគាត់មានចំណេះជំនាញមានបទពិសោធន៍ផ្នែកខាង nurse តទៅជាមួយនឹងការដែលយើងស្នើសុំទៅរដ្ឋអាមេរិកតាមកម្មវិធី EPC Skill សម្រាប់នៅនេះគឺមានលក្ខណៈពិសេសមែនទែនទីមួយតទៅជាមួយដំណើរការគឺរយៈពេលខ្លីចន្លោះខ្ទង់6ទៅ24ខែដោយសារតែប្រភេទទឹកតការឬក៏ visa នេះគឺមិនមានការឆ្លងកាត់ក្រសួងការងារអាមេរិកដោយតទៅជាមួយនឹងកម្មវិធី EPC Unskilled ឬក៏ Other Worker ទេហើយចំពោះ visa បើទៀតនេះគឺដើរលឿនមែនទែនសម្រាប់ប្រភេទ EPC Skill សម្រាប់នៅនេះហើយចំពោះអត្ថប្រយោជន៍នេះគឺយើងបានច្រើនមែនទែនទីមួយតទៅជាមួយនឹងសិទ្ធិនៅជាអចិន្ត្រៃយ៍ទាំងគ្រួសារទី2តទៅជាមួយនឹងប្រាក់បៀវត្សប្រចាំឆ្នាំគឺចន្លោះខ្ទង់$125,000អាមេរិកក្នុងមួយឆ្នាំនេះមិនទាន់បូកតទៅជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗតទៅជាមួយនឹងធានារ៉ាប់រងតទៅជាមួយនឹងប្រាក់សោធននិវត្តន៍ទេហើយចំពោះតទៅជាមួយនឹងទីតាំងគឺអ្នកទាំងនេះអាចរើសបានយើងមាននៅ New York ហើយនិង New Jersey អញ្ចឹងសម្រាប់អ្នកដែលគាត់គេថាមានជំនាញឬក៏អ្នកដែលគាត់ជា nurse ឬក៏ជាគ្រឿងផាយិកាហើយមានបំណងក្នុងការស្នើសុំទៅរដ្ឋអាមេរិកអាចពិចារណាតទៅជាមួយនឹងប្រភេទ EPC Skill នេះបានហើយសម្រាប់ព័ត៌មានលម្អិតអ្នកទាំងនេះអាចតទៅមកភ្នាក់ងាររបស់ខាងខ្ញុំតាមរយៈលេខខាងលើបាន